ខ្ញុំសូមជម្រាបសួរលោកគ្រូនិងជំនួសទីស្រីមួយជាគរុកសិទ្ធបរិញ្ញាបត្រ1មកពីឋានៈកថ្ងៃនេះនឹងខ្ញុំនឹងធ្វើការឆ្លុះបញ្ចាំងក៏ដូចជាសង្ខេបអំពីមេរៀនសប្តាហ៍ទី6ទាក់ទងជាមួយនឹងពលំតាក់សូណូមីនិងការរៀបចំនិងការបង្កើតតេស្តចាសម្រាប់បន្តបំណងបន្ទាប់ពីចាប់មេរៀននេះគឺសុខការរូបនិស្សិតនឹងអាចពណ៌នាពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ប្រភេទសំណួរទម្រង់បិទនិងទម្រង់បើកទី2អាចអនុវត្តការរៀបចំនិងបង្កើតសំណួរតាមកម្រិតពលំទី3បង្កើតសំណួរទម្រង់បិទនិងទម្រង់បើកក្នុងការវិតម្លៃតាមលទ្ធផលសិក្សារំពឹងទុកទី5សាកល្បងការបង្កើតតេស្តស្តង់ដារដោយពិចារណាទៅលើភាពជឿជាក់និងសុពលភាពនៃសមាសភាពសំណួរចឹងនៅក្នុងមេរៀននេះដែរមានមាតិកាចំនួន6ទី1គោលការណ៍នៃការបង្កើតសំណួរតាមទិសដៅពលំទី2ប្រភេទសំណួរតាមកម្រិតពលំទី3ការអនុវត្តបង្កើតសំណួរតាមកម្រិតពលំទី4គុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បិទសំណួរពហុជ្រើសទី5គុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បើកទី6គឺតកតងជាមួយនឹងការរៀបចំនិងការបង្កើតតេស្តស្តង់ដារចាអញ្ចឹងចំណុចទី1គោលការណ៍ការបង្កើតសំណួរតាមទ្រឹស្ដីពលំអញ្ចឹងតើយើងប្រើពលំតាក់សូណូមីដើម្បីអីអញ្ចឹងការចាំបាច់ដែលយើងប្រើពលំតាក់សូណូមីទី1គឺដើម្បីរៀបចំកម្មវិធីសិក្សាដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនដើម្បីរកឲ្យឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកចាំមួយទៀតគឺដើម្បីបន្ស៊ាំវត្ថុបំណងទៅនឹងវិធីសាស្ត្រនិងស្តង់ដារវាតម្លៃឲ្យមានប្រសិទ្ធភាពដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវនិងដើម្បីសម្រួលការសួរសំណួរចា៎ចឹងនៅក្នុងនេះដែរគេចែកកម្រិតពុទ្ធិពលំទៅជា6កម្រិតទី1កម្រិតទី1កម្រិតការចងចាំកម្រិតទី2ការយល់កម្រិតទី3ការអនុវត្តកម្រិតទី4ការវិភាគកម្រិតទី5ការវាយតម្លៃនិងកម្រិតទី6គឺការបង្កើតចាអញ្ចឹងសម្រាប់សំណួរកម្រិតទាំង6ឬក៏លំនាំនៃការយល់ដឹងរបស់គេទី1កម្រិតការចងចាំគឺរំលឹកឡើងវិញនៅចំណេះដឹងដែលបានរៀនពីលំនឹករយៈពេលពេញរយៈពេលវែងមកស្គាល់ឡើងវិញនិងបង្កើតឡើងវិញចំណុចទី2គឺការយល់ដឹងគឺបានបង្កើតឡើងនូវព័ត៌មានដែលគ្រូបានបង្រៀនរួមទាំងសំណួរផ្ទាល់មាត់សរសេរបកស្រាយសង្ខេបហើយនិងប្រៀបធៀបទី3គឺអនុវត្តឬក៏ប្រតិបត្តិតាមទ្រឹស្ដីដែលបានសរសេរនិងកម្រិតទី4គឺកម្រិតវិភាគគឺយើងអាចបំបែកព័ត៌មានពីផ្នែកតូចៗថាកំណត់ណាតែផ្នែកណាមួយដែលវាមានទំនាក់ទំនងគ្នាវាតម្លៃគឺជាការវិនិច្ឆ័យទៅលើលក្ខណៈវិនិច្ឆ័យឬមួយក៏ស្តង់ដារឧទាហរណ៍ការត្រួតពិនិត្យការរិះគន់និងចំណុចទី6គឺការបង្កើតថ្មីអញ្ចឹងធាតុផ្សំវាបញ្ចូលគ្នាបង្កើតជាសម្ព័ន្ធភាពឬមុខងារទាំងមូលឬក៏គុំសារធាតុផ្សេងឡើងវិញដូចជាឧទាហរណ៍ការបង្កើតថ្មីការរៀបចំផែនការឬការសាងសង់អ្វីមួយអញ្ចឹងប្រភេទចំណុចទី2តកតងជាមួយនឹងប្រភេទសំណួរតាមកម្រិតពលំអញ្ចឹងទម្រង់របស់សំណួរគេចែកជា2ទី1គឺទម្រង់សំណួរបិទនិងទម្រង់សំណួរបើកចាអញ្ចឹងទម្រង់សំណួរបិទគឺជាសំណួរទាំងឡាយណាដែលចម្លើយរបស់គេបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសភូមិកងឬបំពេញឬភ្ជាប់ទៅនឹងចម្លើយនោះអញ្ចឹងសំណួរបិទអាចជាសំណួរពហុជ្រើសរើសសំណួរខុសត្រូវសំណួរផ្គូផ្គងសំណួរបំពេញចន្លោះជាដើមចំណែកឯសំណួរបើកវិញទម្រង់សំណួរបើកគឺជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយផ្ដល់ចម្លើយទៅទាំងស្រុងមិនថាតាមការនិយាយផ្ទាល់មាត់ឬការសរសេរឡើយអញ្ចឹងកម្រិតពុទ្ធិរបស់សំណេរមានកម្រិតទាំងអស់ហ្នឹងតកតងជាមួយនឹងទី1កម្រិតចងចាំរបស់គេហ្នឹងគេមានកិរិយាសព្ទសម្គាល់ដូចជាគេអាចមើលគេអាចស្ដាប់គេអាចកត់ត្រាគេអាចសូត្រហើយនឹងទន្ទិញហើយកម្រិតយល់ដឹងគេអាចសួរគេអាចបកស្រាយគេអាចពង្យល់ហើយបង្ហាញកម្រិតអនុវត្តគេអាចស្រាយគេអាចកណនាគេអាចជ្រើសរើសគេអាចប្រើប្រាស់គេអាចបញ្ជាក់ហើយនឹងកម្រិតវិភាគគឺគេអាចប្រៀបធៀបគេអាចបែងចែកគេអាចថារៀបតាមលំដាប់ឋានៈចំណែកចំណុចវាតម្លៃវិញកិរិយាសព្ទរបស់គេអាចនឹងផ្ដល់យោបល់សម្រាប់រិះគន់ដាក់បន្ទុកហើយនឹងថ្លឹងថ្លែងសម្រាប់ចំណុចទី6គឺបង្កើតថ្មីរចនាផលិតរៀបចំគម្រោងរៀបរៀងជាដើមចា៎អញ្ចឹងចំណុចទី3ការអនុវត្តការបង្កើតសំណួរតាមកម្រិតពលំអញ្ចឹងការណែនាំការបង្កើតសំណួរតាមកម្រិតរបស់ពលំហ្នឹងគឺប្រភេទជាសំណួរទម្រង់ពហុជ្រើសរើសអញ្ចឹងសំណួរតេស្តពហុជ្រើសរើសមានលក្ខណៈស្តង់ដារហើយផ្សំឡើងពីផ្នែកសំខាន់ដូចជាទី1គឺផ្នែកសំណួរហើយនិងសំណុំចម្លើយគេត្រូវសរសេរផ្នែកសំណួរជាប្រយោគសំណួរពេញលេញសំណុំជម្រើសចម្លើយត្រូវមានចម្លើយ1ត្រូវហើយនឹងចម្លើយ3ទៀតខុសចានៅក្នុងចំណុចនេះដែរគឺតកតងជាមួយនឹងបែបសំណួរពហុចម្លើយហើយ
ចំណុចទី4គឺគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បិទអញ្ចឹងនៅក្នុងការបង្កើតសំណួរជាទម្រង់បិទហ្នឹងគឺគេមានប្រភេទរបស់គេប្រភេទទី1អាចថាជាសំណួរខុសត្រូវគុណសម្បត្តិរបស់គេសម្រាប់សំណួរខុសត្រូវទី1វាផ្ដល់វាងាយស្រួលសរសេរងាយស្រួលសរសេរហើយវាងាយស្រួលក្នុងការផ្ដល់ពិន្ទុប៉ុន្តែគុណវិបត្តិហ្នឹងគឺអត្រាទូទាយកូនសិស្សទូទាយរហូតដល់ 50% គឺអាចបង្កើតជាសំណួរដែលជ្រើសរើសចម្លើយលើសពី2បានអញ្ចឹងចំណេះដឹងគឺត្រូវការតែគាត់ថាมันអាចវាតម្លៃបំណិនឬចំណេះដឹងក្នុងកម្រិតខ្ពស់បានទេចំណែកសំណួរផ្គូផ្គងវិញមានអត្ថប្រយោជន៍ដូចជាទី1គឺយើងអាចសម្រាប់តេស្តពីទំនាក់ទំនងហើយវាមានប្រយោជន៍សម្រាប់ការធ្វើតេស្តព័ត៌មានវាងាយស្រួលក្នុងលក្ខណៈថាចំនួនច្រើនប៉ុន្តែគុណវិបត្តិរបស់វាវិធីសាស្ត្របង្កើតសំណួរជាក្រុមបំផ្លាញភាពឯករាជ្យនៃសំណួរតេស្តហើយទី6គឺប្រភេទសំណួរជ្រើសរើសគុណសម្បត្តិរបស់វាគឺអាចគេថាអត្រាទស្សន៍ទាយកូនសិស្សអាចជ្រើសរើសបានហើយកាត់បន្ថយបញ្ហានៃការកែបន្ទុកវាងាយស្រួលក្នុងការដាក់បន្ទុកប៉ុន្តែគុណវិបត្តិរបស់វាការបង្កើតសំណួរជ្រើសរើសវាចំណាយពេលយូរហើយវាមានតម្លៃថ្លៃហើយការបង្កើតសំណួរបែបជ្រើសរើសហ្នឹងវាមានចម្លើយខុសហើយវាមានការលំបាកដែរវាពិបាកវាស់វែងពីរចនាសម្ព័ន្ធនៃគំនិតរបស់អ្នកឆ្លើយសំណួរតេស្តចំណែកសំណួរបំពេញចន្លោះវិញគុណសម្បត្តិរបស់វាគឺវាមានភាពជឿជាក់ខ្ពស់វាងាយស្រួលសរសេរហើយកាត់បន្ថយការទស្សន៍ទាយប៉ុន្តែវាមានគុណវិបត្តិដែរអញ្ចឹងគុណវិបត្តិរបស់វាទី1គឺពិបាកផ្ដល់ពិន្ទុទី2អាចមានចម្លើយដែលមានត្រឹមត្រូវច្រើនពិបាកកំណត់នៅអ្វីដែលយើងត្រូវវាស់វែងពិតប្រាកដហើយសិស្សប្រើពេលវែងដើម្បីបំពេញវាចា៎ហើយចំណុចទី5តកតទៅជាមួយនឹងគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បើអញ្ចឹងសំណួរទម្រង់បើគឺជាប្រភេទសំណួរណាដែលតម្រូវឲ្យសិស្សសរសេរចម្លើយជាកំណត់ផ្ទាល់ខ្លួនដើម្បីឆ្លើយតបនឹងបញ្ហាដែលចោទឡើងចម្លើយខ្លីឬវែងអាស្រ័យទៅលើលំហុំនៃបញ្ហាឬសមត្ថភាពឆ្លើយរបស់សិស្សម្នាក់ៗអញ្ចឹងសំណួរអាចសរសេរជាទម្រង់ខ្លីនិងសំណួរប្រភេទជាសរសេរជាទម្រង់វែងអញ្ចឹងបើសិនជានៅក្នុងគុណសម្បត្តិនិងគុណវិបត្តិរបស់វាដែរបើសិនជាសំណួរសរសេរទម្រង់ខ្លីគុណសម្បត្តិរបស់វាល្អសម្រាប់ការវាតម្លៃលើចំណេះដឹងជាក់ស្ដែងវាមានការទស្សន៍ទាយទេហើយវាងាយស្រួលក្នុងការបង្កើតសំណួរហើយងាយស្រួលក្នុងការកែឬក៏កែសម្រួលកែកិច្ចការរបស់គាត់ដែរប៉ុន្តែគុណវិបត្តិទី1វាអត់សមស្របនឹងការវាស់វែងការសិក្សាទី2វាងាយនឹងឆ្លើយចម្លើយខ្លះវាអត់សមរម្យចា៎ប្រភេទមួយទៀតគឺសំណួរទម្រង់វែងអញ្ចឹងគុណសម្បត្តិរបស់វាជាមធ្យោបាយមួយដែលអាចវាតម្លៃបំណិនកម្រិតខ្ពស់វាជំរុញការគិតបែបច្នៃប្រឌិតហើយនឹងត្រេះរិះពិចារណាគេអាចវាស់វែងបានដែរចា៎ប៉ុន្តែសម្រាប់គុណវិបត្តិរបស់វាទី1ការកែចម្លើយត្រឹមត្រូវវាត្រូវការពេលវេលាយូរទី2ពិបាកនឹងទទួលបានភាពជឿជាក់រវាងអ្នកកែអញ្ចឹងមានអ្នកកែច្រើនអញ្ចឹងគឺការកែរបស់គាត់ផ្សេងគ្នាអញ្ចឹងចំណុចទី6ទាក់ទងជាមួយនឹងការរៀបចំនិងការបង្កើតតេស្តស្តង់ដារអញ្ចឹងដំណាក់កាលក្នុងការអនុវត្តនិងរៀបចំតេស្តស្តង់ដារនេះមានចំនួន6ដំណាក់កាលទី1គឺតារាងកំណត់គម្រោងលម្អិតតេស្តដំណាក់កាលទី2ការបង្កើតសំណួរតេស្តដំណាក់កាលទី3ការអនុវត្តការធ្វើតេស្តនៅក្នុងថ្នាក់និងដំណាក់កាលទី4ការធ្វើអត្រាកំណែនិងសំណួរលើទម្រង់បើកហើយនៅដំណាក់កាលទី5វិភាគលទ្ធផលតេស្តដំណាក់កាលទី6គឺកំណត់ចំណុចខ្លាំងចំណុចខ្វះខាតបន្ទាប់មករៀបចំធ្វើជាផែនការបង្រៀនដើម្បីឲ្យលទ្ធផលនៃការសិក្សារបស់សិស្សនឹងប្រសើរឡើងចាអញ្ចឹងនៅក្នុងចំណុចនេះដែរការបង្កើតវិញ្ញាសាបន្ស៊ីជាមួយនឹងលទ្ធផលសិក្សានៃកម្មវិធីសិក្សាទី1គឺគេតាក់ទងជាមួយនឹងបំណែកចែកកម្មវិធីសិក្សាដោយបញ្ចូលលទ្ធផលសិក្សាទៅក្នុងកម្មវិធីសិក្សាលម្អិតទី2ការបង្កើតតារាងកំណត់គម្រោងលម្អិតតេស្តយោងទៅតាមបំណែកចែកនៃកម្មវិធីសិក្សាប្រចាំខែទី3បង្កើតសំណួរតេស្តដោយផ្អែកទៅលើតារាងនៃការកំណត់គម្រោងលម្អិតតេស្តហើយនឹងទី4ផ្គុំសំណួរតេស្តទាំងអស់ហ្នឹងវាទៅជាវិញ្ញាសាប្រឡងហើយក្នុងនេះដែរគេសួរថាតើអ្វីទៅជាគម្រោងលម្អិតនៃតេស្តចាអញ្ចឹងគម្រោងលម្អិតនៃតេស្តគឺជាសេចក្តីសង្ខេបឬជាតារាងលម្អិតដែលបង្ហាញពីលទ្ធផលសិក្សាឬស្តង់ដារដែលបានសរសេរនៅក្នុងកម្មវិធីសិក្សាលម្អិតខ្លឹមសារមេរៀនសំខាន់ឬក៏ចំណុចផ្សេងដែលគេដាក់បញ្ចូលទៅក្នុងការវាយតម្លៃទៅក្នុងតេស្តដើម្បីធ្វើការវាយតម្លៃហើយគម្រោងលម្អិតតេស្តធ្វើឲ្យមានការវាយតម្លៃមានទិសដៅច្បាស់លាស់និងអាចកំណត់បានពីទំហំតេស្តដែលយើងត្រូវធ្វើដែលធ្វើឲ្យអនុវត្តតេស្តមានរង្វេតម្លៃហើយមានទំនុកចិត្តទៀតអញ្ចឹងមុខវិជ្ជាឬមួយក៏ចំណុចសំខាន់ក្នុងគម្រោងតេស្តនេះមានទី1គឺមុខវិជ្ជារងឬខ្លឹមសាររងទី2ជំពូកឬមេរៀនទី3លទ្ធផលការសិក្សាស្តង់ដារឬក៏ធម្មតាហើយនិងទី4តកតងជាមួយនឹងទម្រង់សំណួរទី5គឺយើងអាចកម្រិតពុទ្ធិរបស់
លទ្ធផលសិក្សាហើយនឹងមួយទៀតតកតងនឹងកម្រិតលំបាករបស់សំណួរចាអញ្ចឹងតកតងជាមួយនឹងកម្រិតលំបាករបស់សំណួរបន្ទុកខ្ពស់បំផុតសម្រាប់សំណួរនីមួយៗតកតងជាមួយនឹងរយៈពេលសម្រាប់កូនសិស្សគាត់ធ្វើសំណួរតកតងជាមួយនឹងលេខកូដសំណួរហើយនឹងលេខរៀងរបស់សំណួរផងដែរចាអញ្ចឹងចំណុចទាំងអស់នេះគឺជាចំណុចសំខាន់ក្នុងគម្រោងលម្អិតនៃការធ្វើតេស្តផងដែរចាអញ្ចឹងនាងខ្ញុំនេះជាមេរៀនដែលនាងខ្ញុំសង្ខេបសូមអរគុណ